ជំរាបសួរអ្នកនរគ្នានៅថ្ងៃនេះផងដែរខ្ញុំនឹងយករឿងមួយមកសម្រាយដែលវាមានចំណងជើងថាបើក្បាលវីដេអូមកយើងក៏ឃើញអ្នកវិទ្យាសាស្ត្រម្នាក់ឈ្មោះថា Stoner គាត់កំពុងតែចាក់សែនពស់វែកចូលទៅក្នុង assistant របស់គាត់ដោយសារតែគាត់ចង់បដូរ DNA របស់ជំនួយការរបស់គាត់បុរសម្នាក់នឹងគិតថាវាគ្រាន់តែជាវ៉ាក់សាំងធម្មតាតែប៉ុណ្ណោះប៉ុន្តែមិនយូរប៉ុន្មានរឿងចម្លែកក៏បានចាប់ផ្ដើមកើតឡើងស្បែករបស់គេចាប់ផ្ដើមរបកហើយដៃរបស់គេចាប់ផ្ដើមចេញស្រកាពស់នៅទីបំផុតគាត់ក៏បានក្លាយទៅជាសត្វចម្លែកពាក់កណ្ដាលមនុស្សពាក់កណ្ដាលពស់ប៉ុន្តែ Dr. Stoner នៅមិនទាន់ពេញចិត្តនៅឡើយទេគាត់ចង់ឲ្យគេក្លាយទៅជាសត្វពស់ 100% ប៉ុន្តែការពិសោធន៍របស់គាត់ក៏បានបរាជ័យហើយក៏គាត់ក៏លក់សត្វចម្លែកមួយនេះទៅឲ្យអ្នកលេងស៊ីម្នាក់នៅក្នុងតម្លៃ$800អ្នកលេងស៊ីបានយកគេយកទៅដាក់តាំងពីព្រោះដើម្បីលក់សម្បត្តិឲ្យគេចូលមកទស្សនាហើយក៏មានមនុស្សជាច្រើនបានទិញសម្បត្តិចូលមកមើលហើយគ្មានអ្នកណាដឹងទេថាសត្វចម្លែកនេះគឺជាមនុស្សហើយបុរសម្នាក់នឹងគាត់មានឈ្មោះថាទីមពេលហ្នឹងគាត់ក៏បានយំចង់ឲ្យគេជួយដែរប៉ុន្តែគាត់និយាយមិនកើតនោះទេគាត់ត្រូវបានគេយកទៅដាក់តាំងដើម្បីឲ្យទស្សនិកជនមើលហើយពួកគេបានមើលយ៉ាងសប្បាយរីករាយទន្ទឹមនឹងគ្នានេះដែរ Dr. Stone គាត់ក៏បានដើររកជំនួយការថ្មីមួយទៀតហើយដោយគាត់បានធ្វើដំណើរចូលទៅក្នុងសាកលវិទ្យាល័យមួយហើយបានទៅជួបមិត្តចាស់របស់គាត់ម្នាក់ដែលជាគ្រូបង្រៀនជីវវិទ្យាដែលគាត់មានឈ្មោះថា Daniel Dr. Stone បានស្នើសុំកូនសិស្សរបស់គាត់ម្នាក់ដើម្បីទៅយកទៅធ្វើជំនួយការរបស់គាត់លោកគ្រូ Daniel គាត់បាននិយាយថា Dr. Stone គាត់បានមានជំនួយការម្នាក់រួចហើយដែលមានឈ្មោះថា Tim ហេតុអ្វីបានជា Stoner ត្រូវការជំនួយការទៀតប៉ុន្តែ Dr. Stoner គាត់បាននិយាយកុហកថា Steam បានលាឈប់ពីការងារបាត់ហើយបន្ទាប់ពីនិយាយគ្នាហើយលោកគ្រូ Daniel គាត់ក៏បានណែនាំសិស្សម្នាក់ដែលមានឈ្មោះថា David គឺជាសិស្សជីវវិទ្យាម្នាក់ដែលគាត់ស្រឡាញ់ខាងវិទ្យាសាស្ត្រមែនតើគាត់ក៏បានទទួលយកការងារនេះភ្លាមតែម្ដងបន្ទាប់ពីរៀនចប់លោក Dr. Stoner បាននាំ David ទៅផ្ទះរបស់គាត់ពេលនឹងដែរគេក៏បានជួបនឹងកូនស្រីដ៏ស្រស់ស្អាតរបស់ Dr. ដែលគេមានឈ្មោះថា Christina ធ្វើឲ្យ David កាន់តែរំភើបចិត្តគេមិនបានដឹងថាវាជាកំហុសដ៏ធំនៅក្នុងជីវិតរបស់គេឡើយ Dr. Stoner បានយក David ចូលទៅក្នុងមន្ទីរពិសោធន៍របស់គាត់ហើយក៏បានណែនាំអំពីការស្រាវជ្រាវរបស់គាត់ផងដែរគាត់ចាប់ផ្ដើមបង្រៀន David អំពីសត្វពស់ដោយបង្ហាញអំពីការគ្រោះថ្នាក់របស់វានៅទ្រង់នីមួយៗគាត់បានបិទពណ៌ផ្សេងគ្នាពណ៌បៃតងវាបានន័យថាអត់មានពឹសហើយពណ៌លឿងវាបានន័យថាមានពឹសតិចហើយពណ៌ក្រហមវាបានន័យថាមានពឹសច្រើនហើយគាត់បាននិយាយថាពឹសពស់ទាំងអស់នេះក៏មានថ្នាំបន្សាបដែរបើសិនជាត្រូវពស់ចឹកគាត់នឹងចាក់ឲ្យគេភ្លាមគាត់បានចាប់កូនពស់វែកមួយចេញមកហើយក៏បានបង្រៀន David អំពីការយកពស់ពឹសដូចជាអំពីការចិញ្ចឹមវាផងដែរគាត់បានប្រាប់ David ថាពឹសម៉ាំបាខ្មៅនេះគឺវាសាហាវខ្លាំងជាងគេត្រឹមតែមួយដំណក់វាអាចសម្លាប់មនុស្សបានដល់រហូតដល់10នាក់ឯណោះប្រសិនបើត្រូវវាខាំពិបាកនឹងរកថ្នាំព្យាបាលណាហើយវាក៏ជាពស់ដែលលឿនជាងគេបំផុតនៅលើផែនដីនេះផងដែរបន្ទាប់ពីបានស្ដាប់ការបញ្ចូលរបស់ Dr. ហើយ David មិនសូវខ្លាចសត្វពស់ទៀតនោះទេគេចង់ធ្វើការឲ្យ Dr. ភ្លាមប៉ុន្តែ Dr. ប្រាប់គេថាគេត្រូវតែចាក់វ៉ាក់សាំងដើម្បីការពារពស់ជាមុនសិនរួមជាមួយនឹងថ្នាំសម្លាប់មេរោគដើម្បីការពារពីសុវត្ថិភាពឲ្យបាន 100% David ក៏បានឲ្យ Dr. ចាក់ថ្នាំទៅគេមិនបានដឹងទេថាគឺជាថ្នាំដែល Dr. ចាក់ដើម្បីពិសោធន៍ដែលគាត់ផលិតចេញពីសែនពស់វែកបន្ទាប់ពីចាក់ថ្នាំហើយ Dr. Stoner បានណែនាំ David ឲ្យស្គាល់ស្ដេចពស់វែកមួយគាត់បាននិយាយថាស្ដេចពស់វែកនេះស្ទើរតែផាត់ពូជនៅលើផែនដីរបស់យើងហើយគាត់ចិញ្ចឹមវាដើម្បីទុកយកពឹសពីព្រោះវាមានពឹសខ្លាំងជាងគេទោះបីជាពស់វែកនេះខ្លាំងយ៉ាងណាក៏ដោយក៏វាមានសត្រូវរបស់វាពីធម្មជាតិមកគឺជាសត្វស្កាគាត់ក៏បានយកសត្វស្កានោះឲ្យ David មើលផងដែរបន្ទាប់ពីនិយាយគ្នាហើយពួកគេក៏ទៅញ៉ាំបាយជាមួយគ្នាពេលល្ងាចហើយពេលនោះហើយដែលថ្នាំក៏មានប្រសិទ្ធភាពជាមួយនឹង David ផងដែរគេចាប់ផ្ដើមវិលមុខធីងធងនិងអស់កម្លាំង Dr. Stoner គាត់ប្រាប់ថាគ្រាន់តែប្រតិកម្មធម្មតាចំពោះវ៉ាក់សាំងតែប៉ុណ្ណោះគាត់ប្រាប់ឲ្យ Stina យក David យកទៅគេងនៅក្នុងបន្ទប់ហើយក៏បានដាក់ឲ្យគេគេងទៅពេលហ្នឹងគេក៏មានអារម្មណ៍ថាក្តៅខ្លួនហើយស្ទើរតែទ្រាំមិនបានហើយរហូតដល់ព្រឹកឡើងហ្នឹងគេក៏បានភ្ញាក់មកវិញនៅពេលដែលគេភ្ញាក់មកហ្នឹងគេក៏បានឃើញមនុស្សជាច្រើននៅក្រៅផ្ទះកំពុងតែមើល Dr. Stoner សម្ដែងការចាប់ពស់វែកហើយមនុស្សជាច្រើនបានទទួលការចាប់អារម្មណ៍ពីគាត់ខ្លាំងមែនតើគាត់បានលេងវាជាមួយនឹងដៃទទេទោះបីជាគាត់មានបទពិសោធន៍ជាមួយនឹងសត្វពស់យូរឆ្នាំក៏ដោយក៏គាត់រៀងភ័យផងដែរនៅពេលគាត់កំពុងសម្ដែងនឹងបរិះម្នាក់បានយកកាមេរ៉ាមកថតស្រាប់តែអាភ្លើង flash ហ្នឹងបានបាញ់ដាក់មុខ
គាត់ធ្វើឲ្យគាត់ភ្ញាក់ប៉ុន្តែមិនមានបញ្ហាអីនោះទេគាត់ក៏បានបញ្ចប់ការសម្ដែងដោយជោគជ័យទៅអ្នកទេសនាក៏បានទះដៃឲ្យគាត់ថែមទាំងដាក់ប្រាក់ឲ្យគាត់មួយចំនួនផងដែរហើយវាគឺជាមុខរបរសម្រាប់គាត់រកលុយដើម្បីយកមកផ្គត់ផ្គង់ការស្រាវជ្រាវរបស់គាត់ប្រហែលថ្ងៃក្រោយមកនៅក្នុងថ្ងៃមួយនៅពេលដែល David ក្រោកពីគេងគេក៏បានចាប់អារម្មណ៍នៅលើស្បែកមុខរបស់គេក៏មានរបកសក់ដូចជាពស់ពេលនឹងដែរគេក៏មានអារម្មណ៍ថាភ័យតិចៗដែរគេក៏បានប្រញាប់ប្រញាល់ទៅផ្ទះរបស់ Dr. Stoner ដើម្បីឲ្យគាត់ព្យាបាល Dr. ក៏បានព្យាបាលស្បែករបស់គេស្ងាត់ៗហើយគាត់និយាយថាគ្រាន់តែជាប្រតិកម្មធម្មតាចំពោះវ៉ាក់សាំងតែប៉ុណ្ណោះកុំឲ្យ David បារម្ភពីវាពេកអីប៉ុន្តែពេលនឹងដែរ David ក៏មានអារម្មណ៍ថាត្រជាក់ខុសពីធម្មតាហើយលោកពូក៏បានឲ្យគេពាក់អាវវិញ David មិនបានដឹងថាគេកំពុងតែខ្លាចជាសត្វពស់បន្តិចម្ដងនោះទេទន្ទឹមនឹងគ្នានេះដែរចាប់តាំងពី assistant របស់ Dr. Stone ដែលឈ្មោះថា Tim បានបាត់ខ្លួនយ៉ាងអាត់កំបាំងនឹងគ្រួសាររបស់គេក៏បានទៅប្តឹងប៉ូលីសហើយមិនយូរប៉ុន្មានប៉ូលីសក៏បានមកដល់ផ្ទះរបស់ Dr. ប៉ូលីសពីរនាក់បានទៅសួរនាំ Dr. Stoner ក៏ប៉ុន្តែគាត់បានឆ្លើយថា Tim បានលាឈប់ពីការងារយូរហើយបន្ទាប់មកគាត់ក៏នាំប៉ូលីសចូលទៅទស្សនកិច្ចនៅក្នុងមន្ទីរពិសោធន៍របស់គាត់ក៏បានឃើញ Christina កំពុងតែចាប់ពស់ថ្លាន់ដ៏ធំមួយដើម្បីយកវាចូលទៅក្នុងបន្ទប់ក្រោមដីប៉ុន្តែគេលើកមិនរួចនោះទេប៉ូលីសក៏បានជួយគាត់ចាប់វាចូលទៅក្នុងបន្ទប់ក្រោមដីទៅក្រុមប៉ូលីសបន្ទាប់ពីបានពិនិត្យសពគ្រប់អស់ហើយគាត់ក៏មិនបានសង្ស័យ Dr. អីទៀតដែរគាត់ក៏បានលាគាត់ត្រឡប់ទៅផ្ទះវិញទៅ Dr. ក៏ប្រញាប់ប្រញាល់មកជួបជាមួយនឹង David វិញហើយក៏បានចាក់ថ្នាំឲ្យគេមួយម្ជុលទៀតហើយក៏បានប្រាប់ David ថាគេត្រូវចាក់ថ្នាំជារៀងរាល់ថ្ងៃរយៈពេល1ខែពេញទើប David អាចចូលរួមក្នុងការស្រាវជ្រាវរបស់គាត់បានបន្ទាប់មក David ក៏បានចំណាយពេលជាមួយនឹង Christina ហើយពួកគេក៏ចាប់ផ្ដើមស្រឡាញ់គ្នាហើយក៏បានដើរលេងជាមួយគ្នាដើម្បីសាងអនុស្សាវរីយ៍ជាមួយគ្នាប៉ុន្តែ Christina មិនបានដឹងថាឪពុករបស់គេបានធ្វើអ្វីចំពោះ David នោះទេនៅក្នុងថ្ងៃមួយគេក៏បានទៅដើរលេងជាមួយគ្នាហើយក៏បានងូតទឹកមួយនៅក្នុងបឹងហើយក៏បានលេងជាមួយគ្នាយ៉ាងសប្បាយរីករាយផងដែរហើយនៅពេលយប់ហ្នឹងពួកគេក៏បានទៅលេងបនភូមិនៅមួយកន្លែងពួកគេក៏បានជិះកន្ត្រកលេងជាមួយគ្នាជិះរទេះភ្លើងលេងជាមួយគ្នាបន្ទាប់មកពួកគេក៏បានចាប់អារម្មណ៍ទៅកន្លែងស៊ីកមួយដែលគេកំពុងតែផ្សាយអំពីសត្វចម្លែកដែលពស់ពាក់កណ្ដាលនិងមនុស្សពាក់កណ្ដាលដូច្នេះហើយគេក៏បានចាប់អារម្មណ៍ក៏បានទៅទិញសម្បត្តិទៅប៉ុន្តែ Christina មិនបានជឿនោះទេគិតថាជាការបោកប្រាស់ប៉ុន្តែ David គេចង់ដឹងចង់ឃើញអញ្ចឹងហើយ David គាត់ក៏ទិញសម្បត្តិចូលទៅមើលម្នាក់ឯងទៅមនុស្សជាច្រើនកក់កុញបានចូលទៅទស្សនាប៉ុន្តែពួកគេគិតថាវាគ្រាន់តែជាមនុស្សដែលពាក់ស្បែកពស់នៅខាងក្នុងតែប៉ុណ្ណោះ David បានទៅមើលឲ្យជិតដើម្បីឲ្យច្បាស់ពេលនោះគេក៏មានអារម្មណ៍ថាវាដូចជាសត្វពស់ពិតប្រាកដអញ្ចឹងសូម្បីតែភ្នែកក៏ដូចជាភ្នែកពស់ដែរ David ក៏បានចេញទៅវិញគឺថានឹងយករឿងនឹងទៅប្រាប់ Christina ប៉ុន្តែពេលនោះដែរក៏មានក្មេងស្ទាវមួយដែលឈ្មោះថា Steel កំពុងតែញ៉ែញ៉ង Christina គេក៏បបួល Christina ត្រឡប់ទៅផ្ទះវិញប៉ុន្តែ Steven ក៏បានចាប់ដៃរបស់គេហើយក៏បានរុញឲ្យគេដួលភ្លាម David ក៏ហក់មកវាយ Steel វិញពួកគេក៏បានប្រយុទ្ធគ្នាមួយសន្ទុះប៉ុន្តែដោយសារ David កម្លាំងខ្សោយពេកវាយមិនឈ្នះគេនោះទេក៏បានខាំស្លឹកកជី Steven ក៏បានចាប់បោះគេទៅនឹងដីធ្វើឲ្យគេទួលគូតហើយភ្លាមប៉ូលីសក៏បានមកដល់ផងដែរក៏បានចាប់បំបីពួកគេឲ្យពួកគេត្រឡប់ទៅផ្ទះវិញទៅប៉ុន្តែ Steven មិនបោះបង់នោះទេនៅពេលយប់ឡើងហ្នឹងគេក៏បានជិះម៉ូតូកញ្ចាស់មួយមកផ្ទះ Christina ហើយនៅពេលដែល Christina កំពុងនៅម្នាក់ឯងហ្នឹងគេក៏បានឡើងតាមបងអួចដើម្បីចូលទៅក្នុងបន្ទប់នាងនៅពេលដែលគេបើកបង្អួចហៀបនឹងចូលហើយនឹងស្រាប់តែច្រត់ដៃចំពោះថ្លាន់មួយវាក៏បានរំដៃគេធ្វើឲ្យគេភ័យធ្លាក់ចុះទៅក្រោមបាក់មើមដំឡូងមីបាត់ទៅប៉ុន្តែគេមិនរបួសធ្ងន់នោះទេគេក៏បានប្រត្រៃប្រតបជាមួយនឹងពស់រហូតដល់វាយពស់នោះសម្លាប់ចោលទៀតផង Dr. Stoner និង David បានរត់មកដល់ហើយ Steven ក៏បានស្រែកថាឲ្យពួកគេថាគេជាមនុស្សចម្លែកហើយក៏បានឡើងលើម៉ូតូត្រឡប់ទៅផ្ទះរបស់គេវិញទៅ Christina ពិតជាអាណិតពស់ថ្លាន់មែនតែនដែលគេខំចិញ្ចឹមវាតាំងពីតូចក្រូចឆ្មារហូតដល់ធំហើយភ្លាមគេក៏យកទៅស្ងោរស៊ុបបាត់ទៅនៅថ្ងៃបន្ទាប់ពីបុណ្យសពបូជាពស់ថ្លាន់ហើយ Dr. Stoner ប្រាជ្ញាក្នុងចិត្តថានឹងសងសឹកឲ្យពស់ថ្លាន់វិញគាត់បានត្រឡប់ទៅមន្ទីរពិសោធន៍របស់គាត់វិញហើយក៏បានចាប់យកពស់វែកខូប្រាមួយដាក់ចូលក្នុងកាបូបរបស់គាត់ហើយគាត់ក៏បានបើកឡានទៅផ្ទះ Steven ស្របពេលនឹងដែរ Steven កំពុងតែនៅជាមួយមិត្តភក្តិស្រីរបស់គេម្នាក់ដែលឈ្មោះថា Kitty ពួកគេមិនបានដឹងថាលោកពូ Stoner កំពុងតែធ្វើដំណើរមកផ្ទះរបស់គេនោះទេហើយមួយសន្ទុះមកគាត់ក៏បានមកដល់ផ្ទះរបស់ Steven ក៏បានឃើញ Kitty ដើរចេញពីផ្ទះគាត់ក៏បានលបលួចចូលទៅខាងក្នុងក៏បានឃើញ Steven កំពុងងូតទៅគាត់ក៏យកពស់វែកដាក់ចូលទៅខាងក្នុងនឹងទៅហើយក៏បានចឹកជើង Steven ធ្វើឲ្យគេជេតរយបាត់ទៅហើយលោកពូក៏បានចាប់យកពស់របស់គាត់ទៅផ្ទះគាត់វិញទៅទន្ទឹមនឹងដែរ David និង Christina បាន
បានដោះខោអាវគេងជាមួយគ្នានៅពេលដែលលោកពូត្រឡប់មកដល់ផ្ទះវិញក៏បានឃើញខោអាវនៅរាយបាយនៅក្រៅបន្ទប់គាត់ក៏បានចូលទៅក្នុងបន្ទប់របស់កូនស្រីគាត់ហើយក៏បានប្រាប់ថាមិនអោយមានស្នេហាជាមួយនឹង David នោះទេកូនស្រីក៏បានតវ៉ានឹងគាត់ដែរប៉ុន្តែគាត់ប្រាប់ថា David នឹងផ្លាស់ប្ដូរនៅពេលឆាប់នេះប៉ុន្តែ Christina មិនយល់នោះទេក៏បានសួរលោកពូវិញលោកពូក៏មិនឆ្លើយនោះដែរធ្វើឲ្យ Christina ខឹងចូលទៅក្នុងបន្ទប់បាត់ទៅនៅព្រឹកបន្ទាប់រាងកាយរបស់ David កាន់តែវិវត្តคล้ายទៅជាសត្វពស់ហើយដៃរបស់គេក៏បានចេញស្រកាពស់បន្តិចម្ដងនៅពេលព្រឹកនឹង Christina ចង់ចូលទៅមើល David ក៏ប៉ុន្តែត្រូវឪពុកគេឃាត់ដោយគាត់ប្រាប់ថា David កំពុងតែដំណើរការវាក់សាំងជាលើកចុងក្រោយហើយមិនត្រូវឲ្យអ្នកណាមករំខានគេទេហើយកុំឲ្យ Christina នៅរំខានការពិសោធន៍របស់គាត់បានកុហកនាងថាឲ្យទៅទទួលអីវ៉ាន់ដែលគេផ្ញើពីបរទេសមកដែលវាជាពស់វែកមួយគេពិតជាសប្បាយចិត្តខ្លាំងមែនទែននៅពេលគេដឹងថាមានសមាជិកថ្មីគេក៏បានចូលទៅក្នុងឡានរួចហើយក៏ទៅធ្វើការងារនឹងទៅបន្ទាប់មកដុកទ័រចូលទៅក្នុងបន្ទប់វិញហើយក៏បានទៅជួបនឹង David ក៏បានឲ្យថ្នាំមួយទៅឲ្យ David ផឹកដោយប្រាប់ថាវាគឺជាថ្នាំដែលអាចជួយឲ្យ David ស្រួលខ្លួនឡើងវិញ David បានស្ទាក់ស្ទើរដែរក៏ប៉ុន្តែគេក៏បានសម្រេចចិត្តផឹកវាទៅបន្ទាប់ពីផឹកហើយគេមិនបានធូរស្បើយនោះទេគេបានឈឺចាប់នៅក្នុងរាងកាយជាខ្លាំងគេចង់សុំដុកទ័រទៅមន្ទីរពេទ្យដែរប៉ុន្តែដុកទ័រមិនឲ្យគេទៅនោះទេដុកទ័រ Stoner គាត់ក៏បានចាក់ថ្នាំមួយមកចូលទៀតប៉ុន្តែពេលនោះគាត់ក៏បានឮសំឡេងឡាននៅខាងក្រៅគាត់ក៏បានដើរចេញទៅមើលដោយសារតែខ្លាចបែកការគាត់ក៏បានលាក់ David នៅក្នុងបន្ទប់មួយហើយក៏បានចេញទៅក៏បានជួបនឹងលោកគ្រូ Daniel គាត់ក៏បានទៅមកពីបុណ្យសពរបស់សិស្សរបស់គាត់ដែលជា Steven នឹងឯងមនុស្សគ្រប់គ្នាក៏ថា Steven គាត់ស្លាប់ដោយសារតែគាំងបេះដូងដូច្នេះហើយលោកគ្រូ Daniel ចង់មកសុំជួបនឹង David ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ Dr. Stoner គាត់មិនអនុញ្ញាតនោះទេ Dr. Stoner ក៏បានព្យាយាមហាមឃាត់គាត់អញ្ចឹងហើយដោយសារតែគ្មានជម្រើសគាត់ក៏ត្រឡប់ទៅផ្ទះរបស់គាត់វិញទៅនៅពេលដែលគាត់កំពុងជិះឡានហ្នឹងគាត់កាន់តែសង្ស័យអញ្ចឹងហើយគាត់ក៏បានត្រឡប់មកវិញដោយគាត់ដើរតាមភ្នំខាងក្រោយផ្ទះប៉ុន្តែ Dr. Stoner បានមើលឃើញគាត់ដើរក្រឡងជុំវិញ lab របស់គាត់អញ្ចឹងហើយ Dr. ក៏បានយកដុំដែកមួយដើរទៅតាមក្រោយពីគាត់ផងដែរលោកគ្រូ Daniel ក៏បានឃើញ David នៅចិត្តប្អូចក៏បានដើរទៅហៅគេប៉ុន្តែនៅពេល David ងើបមកស្រាប់តែគេបានចិត្តខ្លាយទៅជាពស់ទៅហើយធ្វើឲ្យលោកគ្រូ Daniel រន្ធត់ចិត្តជាខ្លាំងប៉ុន្តែភ្លាម Dr. Stoner ក៏បានមកពីក្រោយគាត់ក៏បានវាយគាត់ធ្វើឲ្យគាត់សន្លប់បាត់ទៅឃើញបែបនេះ David ពិតជាភ័យខ្លាំងមែនទែនគេចង់រត់ដែរក៏ប៉ុន្តែគេរត់មិនកើតនោះទេរីឯ Dr. Daniel វិញក៏បានត្រូវ Dr. យកទៅដាក់ចង្វាក់នៅឯបន្ទប់ក្រោមដីគាត់បាននិយាយគំរាម Dr. Stoner ថាគាត់នឹងលាតត្រដាងការពិសោធន៍ដ៏អាក្រក់របស់គាត់ក៏ប៉ុន្តែ Dr. មិនខ្វល់នឹងការគំរាមរបស់គាត់នោះទេគាត់ក៏បានដើរចេញហើយក៏បានដាក់ពស់ថ្លាន់មួយហើយពស់ថ្លាន់នោះក៏បានលេប Dr. Daniel បាត់ទៅ Christina បានមកដល់កន្លែងទទួលអីវ៉ាន់ក៏ប៉ុន្តែបុគ្គលិកគេប្រាប់ថាមិនមានការផ្ញើអីវ៉ាន់មកឲ្យនោះទេគេក៏បានដកទូរស័ព្ទទៅសួរឪពុករបស់គេបាននិយាយកុហកគេពីនេះពីនោះហើយក៏បានប្រាប់ថាអីវ៉ាន់ការដឹកជញ្ជូននឹងយឺតអីចឹងទៅលោកពូដែលជាបុគ្គលិកម្នាក់គាត់ក៏បានដឹងថា Christina ស្រឡាញ់ពស់ចឹងហើយគាត់ក៏បាននិយាយអំពីពស់ចម្លែកដែលជាពស់ពាក់កណ្ដាលមនុស្សពាក់កណ្ដាលនៅក្នុងរោងស៊ីដែលវាគឺជាពស់ពិតប្រាកដដែលគាត់មិនធ្លាប់ឃើញពីមុននោះទេ Christina គាត់ក៏បានចាប់អារម្មណ៍ដែរចឹងហើយគាត់ក៏បានដើរទៅមើលនៅកន្លែងនោះទៅប៉ុន្តែនៅពេលគេទៅដល់ហ្នឹងពិធីបុណ្យក៏បានចប់ហើយដែរម្ចាស់កម្មវិធីក៏បានប្រាប់គេថាថ្ងៃស្អែកគេនឹងបើកលេងម្ដងទៀតក៏ប៉ុន្តែ Christina មិនអស់ចិត្តនោះទេនៅពេលដែលមនុស្សចេញទៅអស់គេក៏បានលួចចូលទៅខាងក្នុងនៅពេលគេចូលទៅដល់គេក៏បានឃើញពស់ចម្លែកនោះធ្វើឲ្យគេភ័យតក់ស្លុតយ៉ាងខ្លាំងដោយសារតែបរិះពស់នេះគឺជាធីមដែលជាជំនួយការរបស់ឪពុករបស់គេពីមុននៅទីបំផុតគេក៏បានយល់គ្រប់យ៉ាងឪពុកម្របស់គេបានធ្វើការពិសោធន៍ទៅលើមនុស្សហើយគេក៏បានដឹងថា David ក៏ត្រូវឪពុករបស់គេយកទៅពិសោធន៍ផងដែរអញ្ចឹងហើយភ្លាមគេក៏បានរត់ប្រញាប់ប្រញាល់ឡើងឡានត្រឡប់ទៅផ្ទះវិញខណៈនោះដែរ Kitty ដែលជាមិត្តរបស់ Steven បានទៅប្តឹងប៉ូលីសព្រោះគេជឿថា Steven មិនមែនស្លាប់ដោយឧបទ្ទវហេតុនោះទេនៅពេលដែលមុន David ស្លាប់នឹង David ក៏បាននិយាយប្រាប់គេអំពីការគេវាយពស់ថ្លាន់ស្លាប់នៅឯផ្ទះលោកពូ Stoner មូលហេតុនេះហើយទើបគេសង្ស័យថាគ្រួសាររបស់ Dr. Stoner ជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ Steven ផងដែរដំបូងឡើយប៉ូលីសមិនបានជឿគេនោះទេក៏ប៉ុន្តែមានប៉ូលីសម្នាក់បានមកប្រាប់ថាគ្រួសាររបស់លោកគ្រូ Daniel ក៏បានប្តឹងប៉ូលីសផងដែរដោយសារតែបន្ទាប់ពីលោកគ្រូទៅផ្ទះលោកគ្រូ Stoner មិនបានឃើញគាត់ត្រឡប់មកវិញនោះទេបន្ទាប់ពីបានតម្រុយទាំងអស់នេះហើយក្រុមប៉ូលីសក៏បានធ្វើដំណើរទៅកាន់ផ្ទះរបស់ Dr. Stoner ភ្លាមគាត់បានចង David ទៅនឹងតុហើយក៏បានចាក់ថ្នាំឲ្យគេមួយជុលទៀតហើយ David ក៏បានចិត្តខ្លាយទៅជាពស់ 100% ផងដែរ Dr. បានប្រាប់ David ថា David គួរតែសប្បាយចិត្តពីព្រោះគេបានខ្លាយជាមនុស្សប្រភេទថ្មីដែលវាជាការវិវត្តដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្រហើយ David អាចរស់បានក្នុងគ្រប់កលៈទេសៈមិនថាបរិបទបែបណាក៏ដោយក៏គេ
អាចរស់បានដែរ David ចាប់ផ្ដើមប្រែក្លាយទៅជាពស់ Doctor ក៏បានជួមើលគេយ៉ាងសប្បាយរីករាយខ្លួនរបស់គេចាប់ផ្ដើមរួមទៅជាពស់ហើយក្បាលរបស់គេបានក្លាយទៅជាក្បាលពស់រីឯជើងក៏បានក្លាយទៅជាកន្ទុយនៅទីបំផុតគេក៏បានក្លាយទៅជាពស់វែកដ៏ធំមួយបន្ទាប់មក Dr. Stone បានប្រឡែងពស់វែកដ៏ធំមួយដើម្បីសាកល្បងប្រយុទ្ធគ្នាជាមួយនឹង David ប៉ុន្តែស្របពេលដែលគាត់មិនបានប្រយ័ត្ននឹងពស់វែកក៏បានហក់ទៅចឹកគាត់ធ្វើឲ្យគាត់ដួលហើយពឹសពស់ក៏បានជ្រាបចូលទៅខ្លួនរបស់គាត់ធ្វើឲ្យគាត់ស្លាប់បាត់បង់ជីវិតបាត់ទៅប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសត្វស្កាដែលនៅក្នុងមន្ទីរពិសោធន៍ក៏បានរត់ចេញពីទ្រុងហើយក៏បានទៅប្រយុទ្ធគ្នាជាមួយនឹង David ស្របដែលពួកគេកំពុងតែប្រយុទ្ធគ្នានឹង Christina ក៏បានមកដល់ផ្ទះហើយក៏បានឃើញសពឪពុកម្តាយគេដេកស្លាប់នៅនឹងឥដ្ឋពស់វែកក៏បានវាចេញមកហៀបនឹងចឹកគេទៅហើយតែសំណាងល្អប៉ូលីសក៏បានមកដល់ហើយក៏បានទាញកាំភ្លើងបាញ់វាសម្រាប់ចោលបាត់ទៅបន្ទាប់មក Christina ក៏បានរត់ទៅចូលក្នុងដើម្បីរក David ពេលចូលទៅដល់ខាងក្នុងគេក៏បានឃើញ David និង Ska កំពុងតែប្រយុទ្ធគ្នាធ្វើឲ្យគេពិតជារន្ធត់ចិត្តខ្លាំងមែនទែនទោះបីជា David ត្រូវបានខ្លាចជាពស់វែកក៏ដោយក៏ប៉ុន្តែប្រយុទ្ធមិនឈ្នះសត្វ Ska នោះទេហើយសាច់រឿងក៏បានបញ្ចប់នៅត្រង់ចំណុចនឹងដូចគ្នាដែលនឹងឲ្យអ្នកទាំងអស់គ្នាសាច់រឿងរបស់យើងគឺមានតែប៉ុណ្្នឹងនឹងឯងហើយក៏សូមអរគុណសម្រាប់ការតាមដានតាំងពីដើមរហូតដល់ចប់អញ្ចឹងហើយយើងក៏ចាំជួបគ្នានៅវីដេអូក្រោយទៀតសុខសប្បាយទាំងអស់គ្នាជម្រាបលា